ច្បាប់ទី26រក្សាដៃរបស់អ្នកឲ្យស្អាតស្អំឬខ្ចីកំបិតកំចាត់សត្រូវតែអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាអ្នកដឹកនាំកម្ពុជាឬអ្នកនយោបាយល្បីៗតែងតែមើលទៅស្អាតស្អំជានិច្ចទោះបីជាស្ថាប័នរបស់ពួកគេពោពេញដោយរឿងអាស្រូវក៏ដោយអត្តកម្មបាំងនោះគឺស្ថិតនៅលើច្បាប់ទី26រក្សាដៃរបស់អ្នកឲ្យស្អាតជានិច្ចថ្ងៃនេះ Channel Energy នឹងបង្ហាញអ្នកពីសិល្បៈនៃការប្រើ care ការពារខ្លួននិងរបៀបដែលអ្នកអាចសម្រេចកិច្ចការធំបានដោយមិនចាំបាច់ឲ្យខ្លួនឯងប្រឡាក់ភក់យើងនឹងសិក្សាពីយុទ្ធសាស្ត្រដែលអ្នកដឹកនាំល្បីៗក្នុងប្រវត្តិសាស្ត្រប្រើដើម្បីរក្សាបារមីឲ្យនៅខ្ពង់ខ្ពស់ជានិច្ចបើអ្នកចង់ដឹងពីរបៀបការពារកិត្តិយសក្នុងពិភពលោកដ៏ស្មុគស្មាញនេះកុំរំលងវីដេអូនេះឲ្យសោះតោះខ្លឹមសារស្នូលនៃច្បាប់ទី26គឺជារឿងសំខាន់បំផុតព្រោះវាមិនមែនគ្រាន់តែជាការគេចវេះពីការទទួលខុសត្រូវនោះទេប៉ុន្តែវាគឺជាការការពារកិត្តិយសនិងភាពស្អាតស្អំនៃអ្នកដឹកនាំនេះគឺជាការបកស្រាយលម្អិតលើផ្នែកទី1ខ្លឹមសារស្នូល The Concept នៃច្បាប់ទី26 1ខ្លឹមសារសំខាន់នៃច្បាប់ The Concept ខ្លឹមសារសំខាន់នៃច្បាប់នេះគឺការរក្សារូបភាពជាអ្នកបរិសុទ្ធទោះបីជាស្ថិតក្នុងពិភពលោកដ៏កកក៏ដោយ 1. រូបភាពគឺជាអំណាច Appearance is power នៅក្នុងលោកនៃអំណាចកិត្តិយសរបស់អ្នកគឺជាអាវុធដ៏មានឥទ្ធិពលបំផុតប្រសិនបើកិត្តិយសរបស់អ្នកប្រឡាក់ដោយរឿងអាស្រូវការក្បត់ឬភាពខុសរខើមនុស្សនឹងចាប់ផ្ដើមភ័យខ្លាចនិងស្អប់អ្នកដែលវានឹងធ្វើឲ្យអំណាចរបស់អ្នកចុះខ្សោយយុទ្ធសាស្ត្រអ្នកត្រូវតែធ្វើឲ្យគេមើលឃើញថាអ្នកគឺជាមនុស្សដែលមានសីលធម៌ខ្ពស់យុត្តិធម៌និងចិត្តល្អជានិច្ចលទ្ធផលនៅពេលអ្នកមានរូបភាពល្អគ្មាននរណាហ៊ានសង្ស័យលើបំណងប្រាថ្នារបស់អ្នកឡើយទោះបីជាអ្នកកំពុងរៀបចំផែនការសម្ងាត់ក៏ដោយ 2. ការប្រើប្រាស់ខែលការពារខ្លួនឬជើងឆ្មា The use of the cat's paw ពាក្យថាជើងឆ្មាមកពីរឿងនិទានដែលស្វាមួយក្បាលបានប្រើជើងឆ្មាឲ្យទៅឆ្កឹះគ្រាប់កៅឡាក់ចេញពីភ្នក់ភ្លើងដែលកំពុងឆេះស្វាបានស៊ីគ្រាប់កៅឡាក់យ៉ាងឆ្ងាញ់ម្ញាក់ចំណែកឆ្មាត្រូវរលាកជើងយុទ្ធសាស្ត្ររាល់ការងារដែលបង្កឲ្យមានការឈឺចាប់ការបណ្ដេញបុគ្គលិកការដាក់ទោសឬការវាយប្រហារសត្រូវអ្នកមិនត្រូវធ្វើវាដោយផ្ទាល់ដៃឡើយចូលប្រើអ្នកតំណាងឬមន្ត្រីក្រមអាវ៉ាតឲ្យធ្វើជំនួសលទ្ធផលអ្នកទទួលបានផលប្រយោជន៍ពីលទ្ធផលនៃការងារនោះប៉ុន្តែការស្អប់ខ្អើមរបស់មនុស្សនឹងធ្លាក់ទៅលើអ្នកដែលអនុវត្តផ្ទាល់មិនមែនធ្លាក់មកកាន់អ្នកឡើយ 3. សិល្បៈនៃការបង្កើតអ្នកទទួលខុសត្រូវ The art of creating a scapegoat ទោះបីជាអ្នកមានផែនការល្អយ៉ាងណាកំហុសតែងតែកើតមានអ្នកដឹកនាំដ៏ឈ្លាសវៃមិនដែលទទួលកំហុសនោះមកដាក់លើខ្លួនឡើយយុទ្ធសាស្ត្រនៅពេលមានរឿងមិនល្អកើតឡើងអ្នកត្រូវតែមានជនរងគ្រោះម្នាក់ដែលត្រូវទទួលខុសត្រូវជននោះត្រូវតែជាមនុស្សដែលមានអំណាចល្មមដែលអាចធ្វើឲ្យគេជឿថាគេគឺជាអ្នកបង្កកំហុសពិតប្រាកដលទ្ធផលការដាក់ទោសជនរងគ្រោះគឺជាការបោសសម្អាតកំហុសចេញពីខ្លួនអ្នកនិងបង្ហាញទៅកាន់សាធារណជនថាអ្នកគឺជាមនុស្សដែលយុត្តិធម៌ដែលមិនយោគយល់ចំពោះកំហុស 1. ការរក្សាភាពថ្លៃថ្នូរក្នុងជម្លោះ Maintaining neutrality in conflict កុំឲ្យខ្លួនឯងធ្លាក់ចូលទៅក្នុងជម្លោះតូចតាចដែលធ្វើឲ្យបាត់បង់តម្លៃយុទ្ធសាស្ត្រនៅពេលមានការឈ្លោះប្រកែកគ្នាចូលនៅឲ្យឆ្ងាយចូលធ្វើជាមនុស្សដែលមកផ្សះផ្សាឬផ្ដល់សន្តិភាពនៅពេលដែលភាគីទាំងសងខាងអស់កម្លាំងលទ្ធផលអ្នកនឹងមើលទៅដូចជាវីរបុរសដែលនាំមកនឹងសណ្ដាប់ធ្នាប់ចំណែកអ្នកដែលឈ្លោះគ្នាគឺជាមនុស្សអន់ថយមេរៀនចងចាំដៃរបស់អ្នកត្រូវតែស្អាតដោយសម្លៃជានិច្ចចូលឲ្យអ្នកដទៃជាអ្នកកាន់ភក់ចំណែកអ្នកគឺជាអ្នកកាន់ផ្កាឈូកព្រោះក្នុងโลกនៃអំណាចការយល់ឃើញរបស់មនុស្សសំខាន់ជាងសេចក្តីពិតឥឡូវនេះយើងត្រូវយល់ដឹងពីយន្តមេកានិកនៃអំណាចគឺជាការសិក្សាពីរបៀបដែលអ្នកដឹកនាំកម្ពុជាបញ្ជាឲ្យកង់យន្តម្ចាស់ដំណើរការដោយមិនចាំបាច់ឲ្យខ្លួនឯងប្រឡាក់ភក់ក្នុងផ្នែកនេះយើងនឹងបកហេតុបច្ចេកទេសសំខាន់ពីរគឺជើងឆ្មានិងអ្នកទទួលខុសត្រូវនេះគឺជាការលម្អិតនៅផ្នែកទី2យុទ្ធសាស្ត្រនៃអំណាច Mechanisms of Power នៃច្បាប់ទី26មានយន្តមេកានិកពីរដែលអ្នកត្រូវប្រើដើម្បីរក្សាដៃឲ្យស្អាតជានិច្ច 1. យុទ្ធសាស្ត្រជើងឆ្មា The Cat's Paw Strategy
យុទ្ធសាស្ត្រនេះប្រើសម្រាប់ការវាយលុកឬធ្វើកិច្ចការដែលបង្កឲ្យមានការស្អប់ខ្ពើមរបៀបដំណើរការអ្នកត្រូវការនរណាម្នាក់ដែលស្មោះត្រង់ឬមានមហិច្ឆតាដែលចង់បានការចាប់អារម្មណ៍របស់អ្នកបញ្ជាឲ្យគេទៅធ្វើកិច្ចការពិបាកដូចជាការបញ្ឈប់តំណែងបុគ្គលិកការទាមទារបំណុលឬការវាយប្រហារស្ត្រីអត្ថប្រយោជន៍ប្រសិនបើកិច្ចការនោះជោគជ័យអ្នកទទួលបានផលចំណេញប្រសិនបើកិច្ចការនោះបរាជ័យឬបង្កកំណែងមនុស្សនឹងខឹងលើអ្នកដែលអនុវត្តនោះចំណែកអ្នកគ្រាន់តែនៅពីក្រោយឆាកដោយសន្តិភាពឧទាហរណ៍ម្ចាស់ក្រុមហ៊ុនប្រើប្រធានផ្នែករដ្ឋបាលឲ្យទៅចោះរំលាយបុគ្គលិកចេញដើម្បីឲ្យខ្លួនឯងនៅតែជានាយកដែលមានចិត្តមេត្តាក្នុងផ្នែកបុគ្គលិកដែលនៅសល់ 2. យុទ្ធសាស្ត្រអ្នកទទួលខុសត្រូវ The Scapegoat Strategy យុទ្ធសាស្ត្រនេះប្រើសម្រាប់ការពារកិត្តិយសនៅពេលមានរឿងមិនល្អកើតឡើងរបៀបដំណើរការនៅពេលមានកំហុសធ្ងន់ធ្ងរដែលប៉ះពាល់ដល់ស្ថាប័នឬក្រុមអ្នកត្រូវតែស្វែងរកជនរងគ្រោះម្នាក់មកទទួលខុសត្រូវជននោះត្រូវតែជាមនុស្សដែលមានអំណាចល្មមដែលអាចធ្វើឲ្យគេជឿថាគេគឺជាអ្នកបង្កកំហុសពិតប្រាកដលទ្ធផលការដាក់ទោសជនរងគ្រោះគឺជាការបញ្ចេញកំណែងសាធារណៈនៅពេលមនុស្សឃើញមានអ្នករងគ្រោះគេនឹងមានអារម្មណ៍ថាយុត្តិធម៌បានទទួលអនុវត្តហើយគេនឹងឈប់ដេកដោលរកអ្នកដែលនៅពីក្រោយពិតប្រាកដវារក្សាភាពឥតខ្ទិះនៃអ្នកដឹកនាំមេរៀនចំអ្នកដឹកនាំដ៏ឆ្លាតវៃគឺជាអ្នកដែលចេះប្រាយជើងអ្នកដទៃដើម្បីបេះផ្លែឈើក្នុងភ្នក់ភ្លើងកុំឲ្យកម្ដៅនៃការជំលោះមកបេះប៉ះទៅដល់ស្បែកអ្នកឥឡូវនេះយើងមកដល់ចំណុចដែលជាយុទ្ធសាស្ត្រអនុវត្តហើយយើងនឹងរៀនពីរបៀបជ្រើសរើសនិងប្រើប្រាស់ធនធានមនុស្សឲ្យคล้ายទៅជាខែវប្រការកិត្តិយសរបស់អ្នកយុទ្ធសាស្ត្រនេះមិនមែនជាការអតិនិយមឡើយទេប៉ុន្តែវាគឺជាការការពារនិមិត្តរូបនៃភាពដឹកនាំកុំឲ្យមានស្នាមប្រឡាក់នេះគឺជាការលម្អិតនៃផ្នែកទី3យុទ្ធសាស្ត្រអនុវត្ត Tactics នៃច្បាប់ទី26ដើម្បីអនុវត្តច្បាប់នេះឲ្យមានប្រសិទ្ធភាពនិងគ្មានការសង្ស័យចូលប្រើប្រាស់ក្បាច់យុទ្ធសាស្ត្រទាំង4នេះ 1. ការជ្រើសរើសខែលឲ្យត្រូវតាមស្ថានភាព Choosing the right buffer មិនមែនគ្រប់គ្នាអាចធ្វើជាខែលរបស់អ្នកបានឡើយអ្នកត្រូវជ្រើសរើសមនុស្សឲ្យត្រូវជាមួយការងាររបៀបអនុវត្តសម្រាប់ការងារបង្ក្រាបឬវាយលុកជ្រើសរើសមនុស្សដែលមានចរិតឆេវឆាវឬមើងម៉ាត់ដើម្បីឲ្យគេមើលឃើញថាភាពសាហាវនោះចេញពីចរិតបុគ្គលនោះទ្រាំផ្ទាល់មិនមែនចេញពីបញ្ជារបស់អ្នកឡើយសម្រាប់ទទួលខុសត្រូវជ្រើសរើសមនុស្សដែលមានចំណុចខ្សោយស្រាប់ហើយឬមនុស្សដែលធ្លាប់បង្កកំហុសពីមុនមកដើម្បីឲ្យសាធារណជនងាយនឹងជឿថាគេពិតជាអ្នកធ្វើខុសមែន 2. ការផ្ដល់ឯកសិទ្ធិជាថ្នូរក្នុងការលះបង់ The Trade-off ដើម្បីឲ្យនរណាម្នាក់សុខចិត្តទទួលខុសត្រូវឬធ្វើការងារកកបជំនួសអ្នកត្រូវតែមានអ្វីមួយផ្ដល់ឲ្យគេវិញរបៀបអនុវត្តសន្យាផ្ដល់តំណែងខ្ពង់ជាងមុនឬលុយកាក់នៅពីក្រោយឆាកជួនកាលការជួយសង្គ្រោះគ្រួសាររបស់គេឬការធានាថាគេនឹងមានផ្លូវត្រឡប់មកវិញក្រោយរឿងរ៉ាវស្ងប់ស្ងាត់គឺជាថ្នូរដ៏មានប្រសិទ្ធភាពគោលដៅបង្កើតឲ្យមានភាពស្មោះត្រង់ក្នុងភាពងងឹត 3. ការរក្សាភាពស្រពេះនៃបញ្ជា Strategic ambiguity of order កុំបញ្ជាឲ្យធ្វើការងារអាក្រក់ដោយប្រើពាក្យចំចំឬមានភស្តុតាងជាលាយលក្ខណ៍អក្សររបៀបអនុវត្តប្រើពាក្យដែលគេអាចបកស្រាយបានច្រើនយ៉ាងដូចជាចូលដោះស្រាយបញ្ហានេះឲ្យចប់តាមវិធីណាក៏បានឬខ្ញុំមិនចង់ឃើញបញ្ហានេះនៅចំពោះមុខទៀតឡើយដូចតទៅគោលដៅប្រសិនបើមានរឿងកើតឡើងអ្នកអាចនិយាយបានថាគេបកស្រាយបញ្ជារបស់ខ្ញុំខុសឬគេធ្វើលើសអ្វីដែលខ្ញុំបានប្រាប់ 4. ការបង្ហាញខ្លួនជាអ្នកសម្របសម្រួល The Peacemaker Persona នៅពេលដែលខែលរបស់អ្នកបំពេញការងារចប់ហើយមានការរិះគន់កើតឡើងអ្នកត្រូវតែចេញមុខមកសម្របសម្រួលស្ថានភាពរបៀបអនុវត្តចេញមុខមកស្ដីបន្ទោសខែលរបស់អ្នកជាសាធារណៈរួចផ្ដល់ដំណោះស្រាយដែលមើលទៅមានចិត្តមេត្តាគោលដៅដើម្បីឲ្យគេមើលឃើញថាខណៈពេលដែលអ្នកដទៃកំពុងបង្កបញ្ហាមានតែអ្នកម្នាក់គត់ដែលជាអ្នកនាំមកនឹងសន្តិភាពនិងយុត្តិធម៌ត្រូវចាំថាមេដឹកនាំកំពូលមិនមែនជាអ្នកដែលធ្វើការងារគ្រប់យ៉ាងដោយខ្លួនឯងឡើយប៉ុន្តែគឺជាអ្នកដែលចេះរៀបចំជោគវាសនាដោយប្រើដៃអ្នកដទៃដើម្បីរក្សាភាពជាអធិបតេយ្យការសិក្សាមេរៀនប្រវត្តិសាស្ត្រនឹងជួយឲ្យអ្នកឃើញពី
ភាពសាហាវនិងភាពឆ្លៀសវៃនៃយុទ្ធសាស្ត្ររក្សាដៃឲ្យស្អាតនេះគឺជាការលម្អិតលើផ្នែកទី4មេរៀនប្រវត្តិសាស្ត្រ Historical Lessons ចំនួន2ករណីដែលជាការប្រើយុទ្ធសាស្ត្រអ្នកទទួលកំហុសនិងជើងឆ្មាមេរៀនប្រវត្តិសាស្ត្រទី1 Cesare Borgia និងការបោសសម្អាតដោយឈាមនៅក្នុងសតវត្សទី15 Cesare Borgia បានវាយដណ្ដើមយកទៅតំបន់ Romagna ដែលជាតំបន់ពោពេញដោយចោរប្លន់និងគ្មានសណ្ដាប់ធ្នាប់លោកត្រូវការពង្រឹងអំណាចប៉ុន្តែលោកដឹងថាការបង្ក្រាបដោយផ្ទាល់នឹងធ្វើឲ្យរាជស្អប់លោកយុទ្ធសាស្ត្រលោកបានតែងតាំងមន្ត្រីម្នាក់ឈ្មោះ Ramiro de Occo ដែលមានចរិតសាហាវខខើបំផុតឲ្យទៅគ្រប់គ្រង Ramiro បានប្រើអំណាចផ្ដាច់ការសម្លាប់និងធ្វើទារុណកម្មដើម្បីនាំមកនូវសន្តិភាពក្នុងរយៈពេលខ្លីតំបន់នោះមានសណ្ដាប់ធ្នាប់វិញប៉ុន្តែរាជក៏ស្អប់ Ramiro ដល់ឆ្អឹងដែរការរក្សាដៃឲ្យស្អាតដើម្បីកុំឲ្យរាជខឹងមកលើរូបលោកសេសារ៉េបានធ្វើរឿងមួយដ៏រន្ធត់នៅព្រឹកព្រលឹមមួយប្រជាជនបានឃើញសពរបស់រេមីរ៉ូត្រូវគេកាត់ជាពីរនៅកណ្ដាលទីលានក្រុងសេសារ៉េបានផ្ញើសារថាភាពសាហាវដែលកើតឡើងកន្លងមកគឺជាអំពើរបស់រេមីរ៉ូតាំងម្នាក់ឯងមិនមែនជាបំណងរបស់លោកឡើយលទ្ធផលរាជមានអារម្មណ៍ភ័យខ្លាចផងនិងស្គប់ចិត្តផងសេសារ៉េនៅតែជានិមិត្តរូបនៃយុត្តិធម៌ចំណែកដៃរបស់លោកនៅតែស្អាតជានិច្ចមេរៀនប្រវត្តិសាស្ត្រទី2ស្ដេចលូវីទី11នៃប្រទេសបារាំងដែលត្រូវបានគេហៅថា The Spider ឬពីងពាំងគឺជាមេនៃការរៀបចំផែនការសម្ងាត់លោកមិនដែលប្រកាសសង្គ្រាមចំឬចេញមុខឆ្លោះជាមួយសត្រូវដោយផ្ទាល់ឡើយប្រសិនបើអាចជៀសបានយុទ្ធសាស្ត្រលោកបានចង់កម្ចាត់សត្រូវដ៏ខ្លាំងរបស់លោកគឺ Charles the Bold លោកមិនបានបញ្ជូនទ័ពបារាំងទៅច្បាំងឡើយផ្ទុយទៅវិញលោកបានប្រើជើងឆ្មានោះគឺការបដូរប្រាក់ឧបត្ថម្ភសម្ងាត់ដល់ពួក Swiss ដែលជាសត្រូវរបស់ Charles ដែរការរក្សាដៃឲ្យស្អាតលោកបានជំរុញឲ្យពួក Swiss ច្បាំងជំនួសលោកក្នុងអំឡុងពេលសង្គ្រាមលូវីទី11នៅតែរក្សារូបភាពជាអ្នកចង់បានសន្តិភាពនិងមិនពាក់ព័ន្ធជាមួយចំនួនឡើយលទ្ធផលនៅទីបញ្ចប់ Charles the Bold ត្រូវបានសម្លាប់ក្នុងសមរភូមិដោយដៃពួក Swiss លូវីទី11ទទួលបានទឹកដីនិងអំណាចដោយមិនបាត់បង់ទាហានបារាំងសូម្បីម្នាក់និងក៏គ្មានសត្រូវណាអាចចោទលោកបានថាជាអ្នកសម្លាប់ Charles បានដែរចូលកុំធ្វើជាអ្នកកាន់ដាវដែលប្រឡាក់ឈាមប៉ុន្តែត្រូវធ្វើជាអ្នកកាន់ចង្គៀងដែលផ្ដល់ពន្លឺចូលឲ្យអ្នកផ្សេងជាអ្នកធ្វើការងារដែលបង្កឲ្យមានការស្អប់ក្បៀមចំណែកអ្នកគឺជាអ្នកដែលនាំមកនូវលទ្ធផលល្អនិងសន្តិភាពចំពោះផ្នែកទី5បំរាមនិងការប្រុងប្រយ័ត្នគឺជាការរៀនអំពីតុល្យភាពនៃអំណាចការប្រើអ្នកដទៃឲ្យធ្វើការងារជំនួសគឺជាល្បែងដ៏គ្រោះថ្នាក់ប្រសិនបើអ្នកប្រើខុសបច្ចេកទេសវានឹងត្រឡប់មកកំទេចអ្នកយ៉ាងធ្ងន់ធ្ងរដើម្បីកុំឲ្យយុទ្ធសាស្ត្រនេះคล้ายជាអាវុធមុខពីរចូលប្រុងប្រយ័ត្នលើ3ចំណុចនេះ 1. គ្រោះថ្នាក់របស់ការដែលគេដឹងខ្លួនថាគេត្រូវបានគេប្រើឬ The Shields Rebellion ប្រសិនបើអ្នកដែលអ្នកប្រើឬជើងឆ្មាដឹងខ្លួនថាគេគ្រាន់តែជាឧបករណ៍ដើម្បីអ្នកប្រើហើយបោះចោលគេនឹងក្លាយទៅជាសត្រូវដ៏សាហាវបំផុតរបស់អ្នកគ្រោះថ្នាក់គេអាចនឹងទម្លាក់ការសម្ងាត់របស់អ្នកទៅកាន់សាធារណជនឬត្រឡប់មកសហការជាមួយសត្រូវរបស់អ្នកដើម្បីសងសឹកដំណោះស្រាយកុំប្រើមនុស្សដែលឆ្លាតពេកហើយមានអំណាចខ្លាំងពេកឲ្យធ្រួយជាខែលចូលជ្រើសរើសមនុស្សដែលមានផលប្រយោជន៍រួមជាមួយអ្នកឬផ្ដល់រង្វាន់ឲ្យគេបានសមរម្យនៅពីក្រោយឆាកដើម្បីឲ្យគេមានអារម្មណ៍ថាការលះបង់របស់គេមានតម្លៃ 2. គ្រោះថ្នាក់របស់ការបាត់បង់ការគ្រប់គ្រងនៅពេលអ្នកឲ្យអ្នកដទៃធ្វើការងារជំនួសអ្នកកំពុងផ្ដល់អំណាចទៅគេគ្រោះថ្នាក់គេអាចនឹងធ្វើលើសពីអ្វីដែលអ្នកចង់បានឬបង្កើតកំហុសដែលធំរហូតដល់អ្នកមិនអាចលាងសម្អាតបានឡើយបើជើងឆ្មារបស់អ្នកបង្កមហន្តរាយធំពេកទោះបីជាអ្នកព្យាយាមលាងដៃក៏ដោយក៏ពិភពលោកនៅតែបន្ទោសអ្នកក្នុងនាមជាអ្នកដឹកនាំដំណោះស្រាយត្រូវតាមដានរាល់ការងាររបស់ខែលរបស់អ្នកជានិច្ចចូលផ្ដល់បញ្ជាឲ្យមានព្រំដែនច្បាស់លាស់និងត្រៀមផែនការបម្រុង Plan B ជានិច្ច 3. គ្រោះថ្នាក់របស់ការមើលធ្លុះកាន់ Transparency ប្រសិនបើអ្នកប្រើល្បិចនេះដដែលមនុស្សជុំវិញខ្លួននឹងចាប់ផ្ដើមមើលឃើញលំនាំរបស់អ្នកគ្រោះថ្នាក់
នៅពេលមនុស្សដឹងថារាល់ពេលមានរឿងអាក្រក់អ្នកតែងតែមានអ្នកទទួលកំហុសចំនួនអ្នកគេនឹងលែងជឿជាក់លើភាពបរិសុទ្ធរបស់អ្នកទៀតហើយគេរឈ្មោះរបស់អ្នកនឹងត្រូវខូចខាតជាអចិន្ត្រៃយ៍ដំណោះស្រាយចូលប្រើច្បាប់នេះតែក្នុងស្ថានភាពចាំបាច់បំផុតតែប៉ុណ្ណោះជួនកាលការចេញមុខទទួលខុសត្រូវកំហុសតូចតាចដោយផ្ទាល់ដើម្បីឲ្យមនុស្សជឿអ្នកនឹងជួយឲ្យអ្នកជឿលើអ្នកកាន់តែខ្លាំងនៅពេលអ្នកប្រើអ្នកទទួលកំហុសក្នុងរឿងធំសរុបមកវិញគេរឈ្មោះរបស់អ្នកគឺជាទ្រព្យសម្បត្តិដែលមានតម្លៃជាងបំផុតកុំបណ្ដោយឲ្យរឿងតូចតាចឬចំនួនអត់ប្រយោជន៍មកធ្វើឲ្យវាមានស្នាមប្រឡាក់ចងចាំថាអ្នកដឹកនាំដ៏ពូកែមិនមែនជាអ្នកធ្វើការងារគ្រប់រឿងឡើយប៉ុន្តែគឺជាអ្នកដែលដឹងថាត្រូវប្រើដៃអ្នកណាដើម្បីសម្រេចគោលដៅសំណួរសម្រាប់បងប្អូនទាំងអស់គ្នាតើអ្នកយល់ស្របថាក្នុងនាមជាអ្នកដឹកនាំយើងចាំបាច់ត្រូវមានអ្នកទទួលកំហុសជំនួសឬមួយអ្នកគិតថាការទទួលខុសត្រូវដោយផ្ទាល់គឺជារឿងល្អជាង comment ប្រាប់ខ្ញុំផងវីដេអូក្រោយយើងនឹងឈានចូលដល់ច្បាប់ដែលបដូរពីការប្រាស់ប្រយ័ត្នមកការវាយវៃវិញគឺច្បាប់ទី27ប្រប្រាក់តម្រូវការរបស់មនុស្សដើម្បីជឿជាក់ដើម្បីបង្កើតការដើរតាមយើងនឹងរៀនពីរបៀបបង្កើតសាសនាឬក្រុមអ្នកគាំទ្រដែលស្មោះស្ម័គ្រទៀតកុំភ្លេចចុច like និង subscribe ដើម្បីរៀនពីយុទ្ធសាស្ត្រអំណាចជាមួយ Channel Energy ជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា